5ខេត្តដែលទាំងអស់គ្នាគួរតែទៅទស្សនានៅប្រទេសឡាវដែលខេត្តទី1គឺខេត្តចម្ប៉ាសាក់ដែលខេត្តមួយនេះគឺនៅជិតខាងស្ទឹងត្រែងយើងខ្លាំងមែនទែនហើយនៅនឹងក៏សម្បូរសកម្មភាពឲ្យយើងលេងដែរជាពិសេសនៅនឹងគឺមានទឹកជ្រោះធំហើយស្រស់ស្អាតខ្លាំងមែនទែនខេត្តចម្ប៉ាសាក់ហ្នឹងក៏ជាអតីតខេត្តរបស់ខ្មែរយើងកាលពីមុនដែរហើយក្រៅពីទឹកជ្រោះក៏យើងអាចទៅលេងមានប្រាសាទវត្តភូដែលជាប្រាសាទដែលបន្សល់ទុកដោយដូនតាខ្មែរយើងជំនាន់មុនណាដែលទី2គឺទីក្រុងវិងច័ន្ទដែលជារាជធានីនៃប្រទេសឡាវផ្ទាល់តែមែនទែនទៅសួរថានៅវិងច័ន្ទមានអីឲ្យលេងមានអីឲ្យមើលអត់វាអត់សូវមានទេប៉ុន្តែដោយសារតែវាជារាជធានីរបស់ប្រទេសឡាវអញ្ចឹងពេលដែលយើងទៅដល់ហើយយើងគួរតែបានចូលទៅមើលរាជធានីរបស់គេដូចតាគេមកខ្មែរគេត្រូវតែចូលលេងពេញអញ្ចឹងណាវាជា Capital City អញ្ចឹងគួរតែឆ្លៀតចូលមើលទៅទៅសាកកាហ្វេសាកអីនៅទីក្រុងរបស់គេអីអញ្ចឹងណាហើយណាមួយយើងដឹងហើយថានៅឡាវគឺល្បីកាហ្វេមែនតើកាហ្វេនៅឡាវគឺឆ្ងាញ់ខ្ញុំ recommend ឲ្យផឹកមកហើយខេត្តទី3គឺខេត្តហ្លួងព្រះបាងដែលស្ថិតនៅភាគខាងជើងនៃប្រទេសឡាវហើយក៏ជាខេត្តដែលជាបេតិកភណ្ឌរបស់ឡាវដូចគ្នាហើយដោយសារតែសំណង់អគារស្ថាបត្យកម្មអីគឺនៅរក្សាទ្រង់ទ្រាយដើមណាទើបធ្វើឲ្យខេត្តហ្លួងព្រះបាងមួយហ្នឹងគឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញខ្លាំងមែនទែនសម្រាប់ភ្ញៀវទេសចរមិនថាភ្ញៀវជាតិឬក៏អន្តរជាតិទេមិនត្រឹមតែប៉ុណ្ណឹងណានៅហ្លួងព្រះបាងហ្នឹងគឺមានទឹកជ្រោះលាក់ខ្លួនក្នុងព្រៃដ៏ស្រស់ស្អាតដែលមានទឹកពណ៌ខៀវសក្បុសមានភាព unique ខុសប្លែកពីទឹកជ្រោះដទៃទៀតណាគឺស្រស់ស្អាតខ្លាំងមែនទែនដែលទឹកជ្រោះហ្នឹងមានឈ្មោះថាគងស៊ីអ្នកដែលបានទៅលេងហ្លួងព្រះបាងគឺអត់ដែលម្លងទឹកជ្រោះមួយហ្នឹងឯងក្រៅពីហ្នឹងក៏គេមានកន្លែងរបៀប Old Quarter របស់គេឲ្យយើងអាចតែងសម្លៀកបំពាក់បុរាណរបស់គេ costume របស់គេពាក់នៅនឹងបានអញ្ចឹងណាហើយខេត្តទី4គឺខេត្តវាងវៀងអាចនិយាយបានថាគឺជាខេត្តដែលមានសកម្មភាពច្រើនហើយមានធម្មជាតិស្រស់ស្អាតបំផុតជាពិសេសគេអាចហៅខេត្តវាងវៀងនឹងថាជាទីក្រុងនៃបាឡូនព្រោះអីនៅនឹងគឺសម្បូរបាឡូនខ្លាំងមែនទែនបើចង់ទៅមើលបាឡូនគឺគួរតែទៅខេត្តវាងវៀងហ្នឹងហើយដោយសារតែខេត្តវាងវៀងហ្នឹងគឺជាខេត្តដែលសម្បូរទៅដោយភ្នំព័ទ្ធជុំវិញទៅដោយភ្នំណាអញ្ចឹងទាំងអស់គ្នាអាចទៅឡើងភ្នំនៅខាងវាងវៀងនឹងបានដែរកន្លែងដែលខ្ញុំកំពុងតែគ្រវីទង់ជាតិឡើងហ្នឹងគឺមានឈ្មោះថា Namsai View Point ណាដែល view ស្អាតមែនទែនដូចទាំងអស់គ្នាឃើញអញ្ចឹងហើយកន្លែងចុងក្រោយមានឈ្មោះថាមឿងហ្វឿងដែលកន្លែងហ្នឹងគឺគេពេញនិយមមែនទែនគឺសកម្មភាពពេលព្រលឹមឡើងយើងងើបម៉ោង5ម៉ោង6ដើម្បីដាក់បាតលោកណាហើយក្រៅពីសកម្មភាពពេលព្រឹកដាក់បាតលោកព្រលឹមឡើងហ្នឹងគឺនៅមឿងហ្វឿងហ្នឹងវាអត់មានអីដែលទាក់ទាញយើងទេដោយសារតាក្រៅពីហ្នឹងគឺមានសំឡេងរំខានច្រើនទូកជិះចុះឡើងហើយចាក់តុងបាសលើអីអញ្ចឹងណាចឹងបើអ្នកត្រូវការភាពស្ងប់ស្ងាត់អីទៅនឹងអត់សូវត្រូវមែនទេហើយសកម្មភាពដែលពេញនិយមនៅមឿងហ្វឿងនឹងដែរគឺញ៉ាំសាច់អាំងពេលល្ងាចឡើងអីតែប៉ុណ្្នឹងឯងហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេចង់ដឹងសកម្មភាពលម្អិតក្នុងក្រុងខេត្តនីមួយៗតាមដានវីដេអូក្រោយៗទៀតបាយបាយ